nhóm kết tha nhóm ai apply technique មួយចំនួនដែលលោកកញ្ញាគាត់បានលើកឡើងឧទាហរណ៍តាក់ទងអំពីប្រមាណចំណុចដែលធ្វើអាជីវកម្មជោគជ័យបាទហើយខ្ញុំគិតថាហ្នឹងយើងអាច apply ទៅលើ team យើងបានដែរទោះបីជាយើងជាអ្នកធ្វើការក៏ដោយដោយសារតែខ្ញុំឃើញថាលោកគ្រូគាត់មានបទពិសោធន៍លើអាជីវកម្មហ្នឹងច្រើនឆ្នាំអញ្ចឹងខ្ញុំមកហ្នឹងក្នុងគោលបំណងថានឹងទទួលបានចំណេះដឹងថ្មីៗពីលោកគ្រូទី1ខ្ញុំឃើញថាលោកគ្រូគាត់បានចែកម្លែកពីយុទ្ធសាស្ត្រនៃការធ្វើ marketing ហើយនឹងការគ្រប់គ្រងជាពិសេសនោះគឺតាក់ទងជាមួយនឹងធ្វើម៉េចឲ្យមានការគ្រប់គ្រងលើហិរញ្ញវត្ថុអាជីវកម្មរបស់យើងហ្នឹងឲ្យវាមានលំនឹងកុំឲ្យវាបើកបានហើយវាមានបញ្ហាអីទៅវិញអញ្ចឹងឡើយហ្នឹងក៏ខ្ញុំបានទទួលចំណេះដឹងពីលោកគ្រូបានគួរសមដែរទៅវិញនឹងពង្រឹងលើកន្លែងហ្នឹងឲ្យល្អប្រសើរចា៎តាមពិតទៅពេលដែលមកដល់ព្រោះនេះជាលើកទី1អញ្ចឹងមានអារម្មណ៍ថា surprise មែនតើដោយសារតែមានការចូលរួមច្រើនមែនតើហើយយើងឃើញថាអ្នកចូលរួមគឺគាត់ជាម្ចាស់អាជីវកម្មបាទក៏ជាអ្នកធ្វើការឬក៏ជាentrepreneurs បាទសម័យថ្មីផងដែរអញ្ចឹងគិតថាមានភាពរស់រវើកនៅក្នុងកម្មវិធីនេះដោយសារតែមានការចូលរួមច្រើនហើយការចែករំលែកទាក់ទងពីប្រធានបទ business success មួយនេះគឺពិតជាពិសេសហើយនឹង detail ហើយនឹងគេហៅថា comprehensive មែនតើបាទដោយសារតែលោកកញ្ញាគាត់បានចែករំលែកទាក់ទងពី tip សំខាន់ដែលទាក់ទងថាធ្វើម៉េចដើម្បីឲ្យអាជីវកម្មមានភាពរីកចម្រើនបាទលោកគ្រូបានចែករំលែកជាច្រើនប៉ុន្តែអ្វីដែលខ្ញុំចាំបានច្រើនជាងគេហើយនឹងវិធីពិសេសសម្រាប់ខ្ញុំគឺតាក់ទងជាមួយនឹងការធ្វើទីផ្សារពីដើមឡើយខ្ញុំអត់សូវដឹងពី technique ទាំងអស់ហ្នឹងទេនិយាយស្មោះត្រង់ទៅខ្ញុំខ្សោយក្នុងការធ្វើទីផ្សារពីព្រោះអីអាជីវកម្មកន្លងមកគឺអត់បកកែខាងទីផ្សារទេហើយក៏អត់ដែរធ្វើឲ្យវាទលំទលាយដែរធ្វើបែបលក្ខណៈតិចតួចដោយសារតែយើងជាប់ការងារផងធ្វើការងាររកស៊ីតិចតួចក្រៅអញ្ចឹងណាតែលោកគ្រូបានចែកម្លែកមិញគឺពិសេសមែនតើចាខ្ញុំគិតថាអាជីវកម្មក៏ដូចជាផលិតផលដែលយើងដាក់លក់នៅទីផ្សារវាគុណភាពមិនសូវជាបញ្ហាប្រហែលទេបើយើងអាចស្វែងរកគុណភាពរបស់សេវាកម្មឬក៏ផលិតផលយើងបានប៉ុន្តែសំខាន់បំផុតគឺការធ្វើទីផ្សារមកព្រោះអីបើមិនជាការធ្វើទីផ្សារយើងអត់ដល់គោលដៅអត់ល្អបើជាផលិតផលឬក៏សេវាកម្មរបស់យើងគុណភាពល្អយ៉ាងណាក៏ពិបាករកអតិថិជនដែរពេលដែលបងបានស្ដាប់ការបកស្រាយនឹងការចែករំលែកពីបងថ្នាក់ដឹកនាំគឺបងមានអារម្មណ៍ថាitem មួយចំនួនបងអាចនឹងបំពេញនៅអ្វីដែលបងធ្លាប់ដឹងពីមុនហើយបន្ថែមទៅលើអ្វីដែលបងគិតថាយកទៅបំពេញនៅកន្លែងធ្វើការរបស់បងអ្វីដែលបងគិតថាវាសំខាន់គឺបងគិតថា team work គឺសំខាន់ទី2គឺ engagement ហើយនឹង strategy មួយចំនួនដែលបងគិតថាគួរតែយកត្រឡប់ទៅវិញដើម្បីទៅកែតម្រូវឬក៏បំពេញបន្ថែមហើយបងលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មក៏ដូចជាថ្នាក់ដឹកនាំថ្មីដែលគាត់ចាប់ផ្ដើមមានកូនក្រុមថ្មីគាត់គួរតែចូលរួមកម្មវិធីហ្នឹងដើម្បីគាត់បានជាប្រយោជន៍បន្ថែម